ឡូវយើងចូលទៅកាន់លំហាត់ទី6 round off the following number to 3 significant figure A 58,342 ម៉ែត្រ B 68.534 second C 2,553 Newton និង D 7,555 គីឡូក្នុងលំហាត់នេះគេចង់ឲ្យយើង round up បង្គុតចុះនៅតម្លៃ3ខ្ទង់ខាងមុខ A ឥឡូវយើងចូលទៅកាន់លំហាត់ A 58,342 ម៉ែត្រអញ្ចឹង3ខ្ទង់គឺលេខ3ខាងក្រោយលេខ3ជាលេខ4យើងត្រូវបង្គុតចុះអញ្ចឹងស្មើ 58,300 ម៉ែត្រយើងអាចបង្គុត300ម៉ែត្រនេះអាចទៅជា10សេគុណ3អញ្ចឹង10សេគុណ3ស្មើនឹងគីឡូអញ្ចឹងស្មើនឹង58.3 គីឡូម៉ែត្របានឥឡូវយើងចូលទៅកាន់លំហាត់ B 68.5 second អញ្ចឹង 68.534 second យើងបង្គុត3ខ្ទង់ខាងមុខគឺលេខ5ក្រោយលេខ5ជាលេខ3យើងត្រូវបង្គុតចុះអញ្ចឹងស្មើ 68.5 second ឥឡូវយើងចូលលំហាត់ C ម៉ាត់ C ស្មើនឹង2,553 Newton 2,553 Newton យើងកាត់3ខ្ទង់ខាងមុខគឺលេខ5ខាងក្រោយលេខ5ជាលេខ3យើងត្រូវបង្គុតចុះអញ្ចឹងស្មើ2,550 Newton តែបើយើងចង់បំបែកទៅជាគីឡូ Newton គឺយើងបំបែក550បាន10សេគុណ3 10សេគុណ3ស្មើនឹងគីឡូអញ្ចឹងស្មើ 2.555 គីឡូ Newton ឥឡូវយើងចូលទៅកាន់លំហាត់ទី D 7,555 គីឡូក្រាមអញ្ចឹងកាត់ត្រឹមលេខ5ខាងក្រោយលេខ5ជាលេខ5ដូចគ្នាអញ្ចឹងបង្គុតឡើងស្មើនឹង 7,560 គីឡូក្រាមអញ្ចឹងបើយើងចង់បំបែកទៅជាមេហ្គាអានេះបាន10សេគុណ3យក560បាន10សេគុណ3កាត់ក្បៀសមក 7.56 10សេគុណ3គុណនឹង10សេគុណដែលសារគីឡូ10សេគុណ3ដូចគ្នាបាន10សេគុណ6 10សេគុណ6ស្មើនឹងមេហ្គាខាងក្រោយក្រាមសល់ក្រាមអញ្ចឹងស្មើ 7.56 ក្រាមអញ្ចឹងដូច្នេះក្នុងលំហាត់ទី6ទៅបានបញ្ចប់